បើសិនជាអ្នកប្រហែសធ្លាក់ទៅក្នុងបំពង់បង្ហូរទឹកនេះនោះអ្នកនឹងកត់បាយ License here រហូតតែម្ដងអ្វីដែលអ្នកកំពុងឃើញនេះអាចធ្វើឲ្យអ្នកមានការស្រាវខ្លួនជាងមុនប្រសិនបើអ្នកគឺជាមនុស្សដែលចូលចិត្តហែលទឹកលេងនៅតាមតំបន់ធម្មជាតិនានាប្រកបទៅបំពង់បង្ហូរទឹកនេះវាមិនគួរស្ថិតនៅក្នុងសភាពចំហបែបនេះនោះទេហើយអ្វីដែលអ្នកទាំងអស់គ្នាកំពុងឃើញនេះវាត្រូវបានគេហៅថា overflow pipe គេប្រើប្រាស់វាសម្រាប់រំដោះទឹកចេញមានន័យថាបើសិនជាអ្នកអាងស្តុកទឹកមានទឹកច្រើនលើសកំណត់នោះវានឹងត្រូវបានទុយោនេះបង្ហូរវាចេញមកក្រៅភាគច្រើនទុយោបែបនេះយើងអាចឃើញវានៅតាមតំបន់អាងស្តុកទឹកឬតាមតំបន់វារីអគ្គិសនីក៏ប៉ុន្តែតាមធម្មតាវាត្រូវបានគេគ្របជិតៗដើម្បីបង្ការពីគ្រោះថ្នាក់ផ្សេងៗដែលអាចកើតឡើងជាយថាហេតុតែជាក់ស្ដែងនៅក្នុងវីដេអូនេះវាមិនត្រូវបានគេបិទគម្របនោះទេដូច្នេះអ្នកទាំងអស់គ្នាប្រហែលជាចង់ដឹងហើយថាបើសិនជាមានមនុស្សធ្លាក់ចូលទៅតើវានឹងមានរឿងអ្វីកើតឡើងទុយោប្រភេទនេះតាមធម្មតាវាមានប្រវែងវែងហើយជ្រៅគួរសមហើយបើសិនជាទុយោណាដែលមានមុខកាត់ធំជាងនេះហើយវាកែង90ដឺក្រេនៅខាងក្រោមទៀតនោះអញ្ចឹងបើសិនជាក្នុងករណីដែលយើងធ្លាក់ចូលទៅគឺចប់សពគ្រប់តែម្ដង